សួស្តីជំរាបសួរបងប្អូនអ្នកគ្នាមកក្រឡេកមើលម៉ាស៊ីនតេស្តនីត្រាតទាំងអស់គ្នាបាទយើងតេស្តទៅលើស្លឹកខ្ទឹមបាទអញ្ចឹងយើងតេស្តស្លឹកខ្ទឹមគឺយើងយកម៉ាស៊ីនហ្នឹងយកទៅដាក់ចូលទៅក្នុងគល់ខ្ទឹមបាទដើម្បីធ្វើការរងចាំនាទីដើម្បីបង្ហាញអំពីវត្តមានឬក៏តួលេខរបស់ម៉ាស៊ីនហ្នឹងនឹងបញ្ជាក់ថាតើស្លឹកខ្ទឹមមួយហ្នឹងវាមានសារធាតុប្រមាណបាទឡើងដល់លេខ99ឡើង4ដងបាទហ្នឹងហើយអញ្ចឹងមានន័យថាវាបង្ហាញអំពីភាពគ្រោះថ្នាក់ដែលមានសារធាតុបាទមានសារធាតុនីត្រាតលើសកម្រិតវាធ្វើឲ្យម៉ាស៊ីនហ្នឹងឡើងលេខតួក្រហមតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានម៉ាស៊ីននេះមួយវាជាភាពងាយស្រួលមួយក្នុងការដែលយើងធ្វើការតាមដានទៅលើស្ថានភាពបន្លែផ្លែឈើបាទនេះយើងអាចធ្វើការវាស់ទាំងទឹកសុទ្ធក៏បានបន្លែផ្លែឈើត្រីសាច់មាន់ទាគឺបានធម្មតាទាំងអស់បានហ្នឹងហើយអញ្ចឹងបើសិនជាអស់លោកអ្នកថែទាំសុខភាពយើងគួរតែកើតចេញពីបន្លែផ្លែឈើទៅមុនបាទពីព្រោះបន្លែផ្លែឈើវាគឺជាប្រភពនៃបញ្ហាទាំងអស់នៅលើបញ្ហាសុខភាពរាងកាយផងយើងបើសិនជាយើងប្រើប្រាស់ថវិកាឲ្យបានចំគោលដៅហើយក៏ប៉ុន្តែបន្លែផ្លែឈើដែលយើងធ្វើការទិញនៅតាមបណ្ដាទីផ្សារមួយចំនួនបាទគឺដាក់សារធាតុមានន័យថាសារធាតុគីមីសរីរាង្គបាទមានសារធាតុនីត្រាតចេញពីប្រភពនៃកសិកម្មផ្សេងជាច្រើនដែលយើងមើលនឹងភ្នែកអត់ឃើញតែបើសិនជាយើងមានឧបករណ៍តេស្តមួយនេះគឺជាភាពងាយស្រួលមួយដើម្បីធ្វើការកាត់បន្ថយនៅពេលថ្ងៃអនាគតដែលយើងនឹងអាចកាត់បន្ថយពីបញ្ហាជំងឺមហារីកបាទនៅក្នុងសម័យបច្ចុប្បន្នកាលកំពុងតែមានផ្ទុះនៅជំងឺមហារីកជាច្រើននៅតាមបណ្ដាមន្ទីរពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់សុខភាពកុំភ្លេចជួយធ្វើការទិញម៉ាស៊ីនតេស្តផងដែរបាទសួស្តីជំរាបសួរបងប្អូនអ្នកគ្នាមកក្រឡេកមើលម៉ាស៊ីនតេស្តនីត្រាតទាំងអស់គ្នាបាទយើងតេស្តទៅលើស្លឹកខ្ទឹមបាទអញ្ចឹងយើងតេស្តស្លឹកខ្ទឹមគឺយើងយកម៉ាស៊ីនហ្នឹងយកទៅដាក់ចូលទៅក្នុងគល់ខ្ទឹមបាទដើម្បីធ្វើការរងចាំនាទីដើម្បីបង្ហាញអំពីវត្តមានឬក៏តួលេខរបស់ម៉ាស៊ីនហ្នឹងនឹងបញ្ជាក់ថាតើស្លឹកខ្ទឹមមួយហ្នឹងវាមានសារធាតុប្រមាណបាទឡើងដល់លេខ99ឡើង4ដងបាទហ្នឹងហើយអញ្ចឹងមានន័យថាវាបង្ហាញអំពីភាពគ្រោះថ្នាក់ដែលមានសារធាតុបាទមានសារធាតុនីត្រាតលើសកម្រិតវាធ្វើឲ្យម៉ាស៊ីនហ្នឹងឡើងលេខតួក្រហមតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានម៉ាស៊ីននេះមួយវាជាភាពងាយស្រួលមួយក្នុងការដែលយើងធ្វើការតាមដានទៅលើស្ថានភាពបន្លែផ្លែឈើបាទនេះយើងអាចធ្វើការវាស់ទាំងទឹកសុទ្ធក៏បានបន្លែផ្លែឈើត្រីសាច់មាន់ទាគឺបានធម្មតាទាំងអស់បានហ្នឹងហើយអញ្ចឹងបើសិនជាអស់លោកអ្នកថែទាំសុខភាពយើងគួរតែកើតចេញពីបន្លែផ្លែឈើទៅមុនបាទពីព្រោះបន្លែផ្លែឈើវាគឺជាប្រភពនៃបញ្ហាទាំងអស់នៅលើបញ្ហាសុខភាពរាងកាយផងយើងបើសិនជាយើងប្រើប្រាស់ថវិកាឲ្យបានចំគោលដៅហើយក៏ប៉ុន្តែបន្លែផ្លែឈើដែលយើងធ្វើការទិញនៅតាមបណ្ដាទីផ្សារមួយចំនួនបាទគឺដាក់សារធាតុមានន័យថាសារធាតុគីមីសរីរាង្គបាទមានសារធាតុនីត្រាតចេញពីប្រភពនៃកសិកម្មផ្សេងជាច្រើនដែលយើងមើលនឹងភ្នែកអត់ឃើញតែបើសិនជាយើងមានឧបករណ៍តេស្តមួយនេះគឺជាភាពងាយស្រួលមួយដើម្បីធ្វើការកាត់បន្ថយនៅពេលថ្ងៃអនាគតដែលយើងនឹងអាចកាត់បន្ថយពីបញ្ហាជំងឺមហារីកបាទនៅក្នុងសម័យបច្ចុប្បន្នកាលកំពុងតែមានផ្ទុះនៅជំងឺមហារីកជាច្រើននៅតាមបណ្ដាមន្ទីរពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់សុខភាពកុំភ្លេចជួយធ្វើការទិញម៉ាស៊ីនតេស្តផងដែរបាទ